កាត់ឆ្នាំរកាចានៅក្នុងខែសីហានេះគឺមានឱកាសរីកចម្រើនចំពោះការងារនិងរឿងផ្ទាល់ខ្លួនផងដែរចាហើយចំពោះអ្វីដែលលោកអ្នកបានខិតខំកន្លងមកនឹងចាប់ផ្ដើមបង្ហាញលទ្ធផលប៉ុន្តែគួរតែរក្សាការស្ងប់ស្ងាត់កុំដោយសារតែការជឿជាក់លើខ្លួនឯងខ្លាំងពេកនឹងអាចធ្វើឲ្យលោកអ្នកអាចនឹងមើលរំលងចំពោះព័ត៌មានដែលសំខាន់ចាចំពោះការងារគឺមានឱកាសទទួលស្គាល់ពីថ្នាក់លើឬក៏អតិថិជនអ្នកប្រកបអាជីវកម្មនឹងមានឱកាសទទួលបានដៃគូថ្មីឬក៏តកតងការពង្រីកទីផ្សារជាដើមចាចំពោះហេរ៉ាវត្ថុគឺមានចំណូលចូលមកល្អប្រសើរហើយក៏អាចទទួលបាននូវចំណូលបន្ថែមពីការងារបន្តបន្សំរបស់លោកអ្នកផងដែរចាហើយគួរតែធ្វើការសន្សំឬក៏រៀបចំថវិកាបម្រុងទុកសម្រាប់ពេលអនាគតចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូបើសិនជាលោកអ្នកបើកចិត្តក្នុងការនិយាយគ្នានិងព្យាយាមស្វែងយល់ចិត្តគ្នាបន្តិចនឹងធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពផ្អែមល្ហែមចាសម្រាប់បងប្អូនដែលនៅលឿននឹងមានឱកាសជួបជាមួយនឹងបុគ្គលថ្មីតាមរយៈការងារឬក៏បុគ្គលដែលគាត់នឹងមានជីវិតនឹងស្តៀងលោកអ្នកចាចំពោះសុខភាពលោកអ្នកគ្រាន់តែធ្វើការសម្រាកបានគ្រប់គ្រាន់និងគ្រប់គ្រងអារម្មណ៍តានតឹងរបស់លោកអ្នកចាសារសម្រាប់បងប្អូនដែលកាត់ឆ្នាំរកានៅក្នុងខែសីហានេះចាសំណាងមិនកាត់ឡើងតែមួយនោះទេប៉ុន្តែលោកអ្នកត្រូវខិតខំប្រឹងប្រែងនិងរៀបចំផែនការបានល្អមិនថាទោះជាជួបឧបសគ្គបែបណាក៏ដោយកុំបោះបង់អ្វីដោយងាយចាអរគុណ